นมกระสูสถาบันกัมพูชีแปะวันนึ่งสหกรมเอรบเลิกมักหันธาปัญญาสปนิมิต AI มีสระสำคัญแต่งการปราบปรามผนัยจนดึงวิจิตรศาสตร์ในการเรียนนั่งมองเรียนไอ้กระดมบันดัดจีวันเดชรัฐมนตรีกระทรวงเปรษณีหนึ่งตู้แกะมณีกุมขนมสนิสชิตได้ปีปัญญาสปนิมิตสำหรับการอบรมนำปีป้อมอภัยพรำเลิกลังถาปัญญาสปนิมิต AI ชีวิตการโดมินสระสำคัญขนมการใช้รวมเล็กจำแนกดึงนั่งทั่วการพิพิธศาสตร์หรือประเทศบอสแตะโตหนึ่งการปราบปรามประจิวิจิปัญญาสปนิมิตขนมการงี้อบรมนั่งเชี่ยวการโดมินสระสำคัญในขนมการบังคับกิจสหปฏิบัติการรวมคณีระวิงกระทรวงอบรมยุวชนหนึ่งกีฬากระทรวงเปรษณีหนึ่งตูแกะมณีกุมหนึ่งองค์การยูนิสโกพร้อมแต่งได้กู้อภิวัตสำคัญหนึ่งวิสัยเอกชนดตัยติดดำใบตรูไตรเพลิงสำหรับอนาคตในการอบรมในการอภิวัตทนเทนมนุษย์ในกัมพูชีไอ้กระดมบันดัดสเปียจ้าของจุนรนอุปนายกรัฐมนตรีกระทรวงอบรมยุวชนหนึ่งกีฬามันแถลงថាសូមវិដំឡៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាសាកលវិទ្យាល័យធិការកម្ពុជា OCC ក្នុងការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះក្នុងគោលដៅប្រែក្លាយមជ្ឈមណ្ឌលស្រាវជ្រាវថ្មីនេះទៅជាប្រភពធនធានដ៏សំខាន់មួយដែលនឹងចូលរួមចំណែកក្នុងការចម្រាញ់យកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI ដើម្បីធ្វើនវានុវត្តន៍គរុកោសល្យនិងពង្រឹងគុណភាពអប់រំនៅកម្ពុជាបញ្ញាសិប្បនិម្មិត AI មានសារៈសំខាន់នៃការផ្សារភ្ជាប់រវាងគោលនយោបាយបទពិសោធន៍ជាក់ស្ដែងនិងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំប្រកបដោយបរិយាបន្នការទទួលខុសត្រូវនិងក្រមសីលធម៌ទាំងនៅក្នុងវិទ្យាសាស្ត្រនៃការរៀននិងបង្រៀនទាំងការសិក្សាស្រាវជ្រាវនិងការធ្វើឲ្យប្រសើរឡើងនូវគុណភាពអប់រំក្នុងយុទ្ធសាស្ត្របញ្ចកោតដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានកំណត់យកការអភិវឌ្ឍធនធានមនុស្សនិងបរិវត្តកម្ម Digital ជាសសរស្តម្ភស្នូលនៃរបៀបវិរៈជាតិការអប់រំនិងការចាប់យកបច្ចេកវិទ្យាគឺជាកាតាលីករដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រអភិវឌ្ឍកម្ពុជានេះជាការលើកឡើងរបស់អិសរាជជននៃស្ថាប័នជំនាញនាព្រឹកថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ក្នុងពិធីបើកសន្និសីទជាតិលើកទី1ស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំឆ្នាំ2025ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលនវានុវត្តន៍ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារហុងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតជាវ៉ាន់ដេតរដ្ឋមន្ត្រីក្រសួងប្រេសនីនិងទូកមនីគុំឯកឧត្តមអេហ្គើទ្រីស្ម៉ាន់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡានិងក្រសួងប្រេសនីនិងទូកមនីគុំតំណាងក្រសួងស្ថាប័នពាក់ព័ន្ធតំណាងស្ថានទូតដៃគូអភិវឌ្ឍក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា OCC សមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានិងសាកលវិទ្យាល័យតាមបណ្ដាខេត្តតាមតំណាងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនសរុបប្រមាណ370នាក់ SV ហុងស៊ុយនាំជីវិតទៅរកភាពថ្កុំថ្កើងទំនាក់ទំនងមកឥឡូវនេះដើម្បីស្គាល់ខ្លួនឯងតាមរយៈហុងស៊ុយគេចផុតពីភាពបរាជ័យនៅក្នុងជីវិត